ចឹងដើម្បីប្រើរូបមន្តបានគឺយើងដាក់សញ្ញាស្មើយើងវាយរូបមន្តឈ្មោះថា product អូខេបែបនេះចឹងរូបមន្ត product គឺយើង select មកចំនួនគុណជាមួយនឹងតម្លៃ array ចឹងយើងអត់ប្រើសញ្ញាគុណទេព្រោះរូបមន្តនេះគឺប្រើសម្រាប់គណនាផលគុណស្រេចហើយរៀបសួរនិងសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូទី1នៃវគ្គសិក្សា Microsoft Excel អូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងរៀនអំពីការប្រើប្រាស់រូបមន្ត product មានទាំងលំហាត់អនុវត្តហើយនិងការប្រើប្រាស់រូបមន្តនីមួយៗអញ្ចឹងយើងដឹងហើយថា product គឺជារូបមន្តមួយដែលយើងប្រើសម្រាប់គណនាផលគុណឥឡូវយើងអាចទៅមើលពីលំហាត់ជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងយើងចូលទៅក្នុងតារាងលំហាត់របស់យើងមកគឺទាក់ទងទៅនឹងបញ្ជីរៃនាមឈ្មោះផលិតផលអូខេអញ្ចឹងនៅក្នុងនេះយើងដឹងហើយថាយើងមានផលិតផលចំនួន10មុខដែលនៅក្នុងនោះគឺទៅតាមមុខនីមួយៗមាន23កេសហើយក្នុងមួយកេសហ្នឹងគឺយើងតម្លៃវា$15អូខេគោលការណ៍មួយកេសតម្លៃ$15អញ្ចឹង23កេសវាអស់ប្រមាណ$អញ្ចឹងយើងប្រើរូបមន្តមួយឈ្មោះថា product ស្មើអញ្ចឹងដើម្បីប្រើរូបមន្តបានគឺយើងដាក់សញ្ញាស្មើយើងវាយរូបមន្តឈ្មោះថា product អូខេបែបនេះអញ្ចឹងរូបមន្ត product គឺយើង select មកចំនួនគុណជាមួយនឹងតម្លៃ array អញ្ចឹងយើងអត់ប្រើសញ្ញាគុណទេព្រោះរូបមន្តនេះគឺប្រើសម្រាប់គណនាផលគុណស្រេចហើយអញ្ចឹងគាត់ចុច enter មកយើងនឹងទទួលបានតម្លៃសរុបហើយអញ្ចឹងយើងគ្រាន់អូសវាចុះក្រោមមកគឺយើងនឹងទទួលបាននៅតម្លៃទាំងអស់ដែលយើងបានគណនាហើយអូខេបើសិនមកអ្នកនរគ្នាពេញចិត្តនៅវីដេអូចែកម្លែករបស់ខ្ញុំគឺកុំភ្លេចចុច like and share subscribe នៅ channel របស់ខ្ញុំមួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ជួបខ្ញុំនៅវីដេអូទី2 episode 2